សួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះគឺខ្ញុំមកចង់និយាយអំពីជំងឺមហារីកបាទមិនសូវបងប្អូនទាំងអស់គ្នាបាទមានជំងឺមហារីកបាទកើតជំងឺមហារីកអីអាចតាក់ទងមកខ្ញុំបានហើយខ្ញុំឲ្យថ្នាំទៅជូនទៅ free ទេហើយយកទៅបរិភោគណាបាទហ្នឹងហើយជំងឺមហារីកជាជំងឺមួយដែលវាធ្វើទុកខ្លាំងវាក្តៅវាធ្វើឲ្យយើងនឹងវារស់នៅមិនសុខមិនស្រួលណាបាទហ្នឹងហើយខ្ញុំបញ្ញាប់ទៅផ្ទះដែរហើយខ្ញុំមកថតនេះគឺចង់ចែករំលែកថាបើសិនជាបងប្អូនទាំងគ្នាអស់ជំរើសហើយគ្មានជំរើសបាទគ្មានថ្នាំលេបទេគ្មានថ្នាំអស់ជំនឿជឿជាក់ទៅលើវិស័យពេទ្យវិទ្យាសាស្ត្រហើយយើងអាចបកមករកថ្នាំបុរាណខ្មែរបានហើយថ្នាំហ្នឹងគឺខ្ញុំអត់បានយកលុយយកកាក់អីទេគឺបើសិនជាមានបងណាដែលកើតជំងឺមហារីកដូចជាជំងឺមហារីកកាពះជំងឺមហារីកកាពះជំងឺមហារីកបាទពុះវៀនអីមានតបៅមានអីបាទហ្នឹងហើយជំងឺបាទមហារីកស្ដន់អីហ្នឹងបាទហ្នឹងហើយអាចយកទៅបរិភោគបានណាបាទហ្នឹងហើយអ្នកកើតជំងឺមហារីកបច្ចុប្បន្ននេះគឺច្រើនបាទភាគច្រើនគឺគាត់ទៅចាក់គីមីបាទចាក់គីមីហ្នឹងហើយបើគេមើលទៅតាមដំណាក់កាលដែរបើស្អីចាក់គីមីទៅវាមិនល្អប្រសើរបាទអ្នកខ្លះក៏អាចជាអ្នកខ្លះក៏មិនជាអញ្ចឹងបើស្អីអស់ជំរើសបាទអាចងាកមករកថ្នាំខ្មែរវិញបានណាបាទហ្នឹងហើយជំងឺមហារីកគឺជាជំងឺមួយដែលកើតមកគឺពិបាកព្យាបាលមែនទែនលុះត្រាទាល់តែម្នាក់នឹងដំណាក់កាលទី1ឬមកក៏ទៅកើតភ្លាមរកឃើញភ្លាមអាហ្នឹងគេវះកាត់អីវាចេញទៅវាជាបានលឿនណាបាទតែបើសិនជាកើតដល់ដំណាក់កាលទី3ទី4ហើយក៏មិនងាយទេណាបាទមិនងាយទេចាស់បុរាណលោកព្យាបាលជំងឺជាបាទសំក្មេងសម័យឥឡូវគឺមិនជឿទេទៅលើថ្នាំខ្មែរថ្នាំអីហ្នឹងមិនជឿទេបាទពិបាកបើសិនជាមិនជឿអញ្ចឹងក៏មិនដឹងថាធ្វើម៉េចបើមាននិស្ស័យក៏បានជួបគ្នាបើមិនមាននិស្ស័យក៏យើងមិនបានជួបគ្នាណាបាទដូចខ្ញុំបើមាននិស្ស័យមកខាងខ្ញុំគឺបានជួបខ្ញុំហើយនឹងប្រើប្រាស់ថ្នាំរបស់ខ្ញុំបាទហ្នឹងហើយខ្ញុំថតប៉ុណ្្នឹងទេហើយពេលភ្លៀងហើយខ្ញុំទៅផ្ទះវិញបាទហ្នឹងហើយ